ប្រឡាក់សាច់គោជាមួយនឹងសាតេពីលើកមុនខ្ញុំធ្លាប់យកឆ្អឹងជំនីគោយកទៅប្រឡាក់ជាមួយសាតេវាឆ្ងាញ់ដល់ពេលចឹងទៅខ្ញុំចង់ដឹងរសជាតិខ្ញុំទិញសាច់គោចាប់ខ្លាញ់ចេះយកវាមកប្រឡាក់ជាមួយសាតេម្ដងតើវាមានរសជាតិដូចអាចឆ្អឹងអត់ជាដំបូងនេះខ្ញុំទិញសាច់គោបានចាប់ខ្លាញ់ហើយខ្ញុំយកវាមកហាន់ជាចំណិតបែបមិនជាក្រាស់ពេកក៏មិនជាស្ដើងពេកដែរហើយគ្រឿងផ្សំរបស់ខ្ញុំជាបន្តទៀតនេះមានខ្ទឹមសក៏ដូចជាម្ទេសបុកបញ្ចូលគ្នាហើយខ្វះមិនបានគឺសាតេហើយនេះដល់វាលីគ្រឿងម្ដងសាតេខ្ញុំប្រើមួយស្លាបព្រាបាយក៏ដូចជារ៉ូឌីកន្លះស្លាបព្រាបាយហើយជាមួយនឹងទឹកស៊ីអ៊ីវមួយស្លាបព្រាបាយទឹកត្រីមួយស្លាបព្រាបាយស្ករសមួយស្លាបព្រាបាយកន្លះស្លាបព្រាបាយបងប្អូនហើយជាមួយនឹងប្រេងខ្យងសម្រាប់គ្រឿងខ្ញុំធ្វើការកូរវឹកកូរជោគច្បល់គ្នារសជាតិយើងអាចភ្លក់បានតាមចំណង់ចំណូលចិត្តសម្រាប់រសជាតិរបស់ខ្ញុំលួចស្ករបន្តិចទៀតទៅវាឆ្ងាញ់ពីលាយគ្រឿងមើលតល្មមហើយទៅខ្ញុំចាក់សាច់គោក៏ដូចជាខ្ទឹមសក៏នឹងម្ទេសចូលទៅច្បល់ឲ្យវាចូលសព្វសាច់គ្នាការច្បល់នេះច្បល់ឲ្យវារីងយូរបន្តិចដើម្បីវាចូលជាតិជាមួយគ្រឿងជាមួយនឹងសាច់ណាបន្ទាប់ពីច្បល់មើលតែឲ្យចូលសព្វសាច់ជាមួយសាច់គោហើយនឹងគ្រឿងហើយខ្ញុំយកវាទៅក្លាសេទុកកន្លះម៉ោងបងប្អូនបាទខ្ញុំយកវាមកចៀននិយាយពីពណ៌នៃសាច់គោដែលប្រឡាក់ជាមួយសាតេគឺពណ៌ស្អាតមែនទែនពណ៌លឿងណាពណ៌លឿងទំនងមែនទែនណាសម្រាប់រូបមន្តមួយនេះក៏ខ្ញុំមិនដែលធ្វើដែរគឺខ្ញុំទៅសាកល្បងដែរជាមួយនឹងសាច់គោចេះណាហើយតទៅទៀតហ្នឹងបន្ទាប់ពីឆ្អិនហើយខ្ញុំកាត់ដាក់ចានណាខ្ញុំមានបន្លែដូចជាការ៉ុតហើយជាមួយនឹងពេញប៉ោះផងដែរនិយាយពីថាមួយចាននេះបើបានអាចជាគឺថាជាតិដល់ជាតិហើយបងប្អូននេះនិយាយពីថារសជាតិវិញកប់សេរីហ្មងបងប្អូនអើយរសជាតិអេមតែបងប្អូនមិនសូវចូលចិត្តរសជាតិទឹកស៊ីអ៊ីវបងប្អូនមិនថយទឹកស៊ីអ៊ីវបន្តិចមិនថយទឹកស៊ីអ៊ីវបន្ថែមជាមួយនឹងប្រេងខ្យងក៏ដូចជាទឹកត្រីអញ្ចឹងណាបងប្អូនហើយនេះខ្ញុំយកមកញ៉ាំមួយបាយទេដូចជម្រាបបងប្អូនអញ្ចឹងបើសិនជាយើងញ៉ាំជាមួយនឹងអាចជាគឺថាអេមមែនទែនសម្រាប់រសជាតិបែបអញ្ចេះណាanh buồn, tôi chỉ cần